ចាសម្រាប់បងដែលចិញ្ចឹមកោក្របីប្រភេទសេះបងអាចជ្រើសរើសប្រភេទស្មៅរ៉ូស៊ីទៅដាំបានណារ៉ូស៊ីនេះល្អខ្លាំងណាដើមទុនល្អិតបងចង់លេងអាស៊ីក៏បានកាត់អាស៊ីក៏បានអ្វីដែលសំខាន់ណាស្មៅដែលមានប្រូតេអ៊ីនខ្ពស់ដើមទុនណាបងទាំងអស់គ្នាងាយស្រួលស៊ីមែនតែនសម្រាប់បំពន់កោជាពពួកស្មៅប្រូតេអ៊ីនខ្ពស់មួយវិញទៀតសម្រាប់បងដែលចង់បានពពួកស្មៅផ្អែមស្លឹកធំបងអាចជ្រើសរើសប្រភេទស៊ូហ្គាំយកទៅដាំបានស្មៅនេះបំពន់សัตว์គ្រប់ប្រភេទតែម្ដងប្រូតេអ៊ីនខ្ពស់ចង់វាយធ្វើចំណីសัตว์បំពន់សัตว์ផ្សេងបានយ៉ាងល្អបងទាំងអស់គ្នាអញ្ចឹងសម្រាប់បងដែលចង់បានពពួកស្មៅផ្អែមដែលមានប្រូតេអ៊ីនខ្ពស់បងអាចជ្រើសរើសប្រភេទស្មៅផ្អែមស៊ូហ្គាំឬក៏ចាមបូបានស្មៅនេះចង់លេងអាកូស៊ីក៏បានចង់កាត់អាស៊ីក៏បានដែរអ្វីដែលសំខាន់នោះជាប្រភេទស្មៅផ្អែមប្រូតេអ៊ីនខ្ពស់សម្រាប់បំពន់សัตว์អញ្ចឹងគឺងាយស្រួលមែនទែនសម្រាប់បងដែលចង់បានផលលឿនណាបងមួយវិញទៀតបងដែលចង់បានប្រភេទស្មៅហ្គីណេមុំបាសាសម្រាប់ហ្គីណេមុំបាសានេះជាប្រភេទស្មៅស្ដេចស្មៅលេខ1ដែលមានប្រូតេអ៊ីនខ្ពស់អាយុកាលវែងធន់នឹងអាកាសធាតុមិនថាភ្លៀងរាំង3-4ខែក៏អត់មានបញ្ហាដែរសម្រាប់ស្មៅហ្គីណេមុំបាសានេះណាបងដាំតែម្ដងប្រមូលផលបានរាប់ឆ្នាំអញ្ចឹងបើធៀបការចំណាយរបស់បងគឺយើងចំណេញច្រើនមែនតើមួយវិញទៀតសម្រាប់បងដែលចង់បានប្រភេទស្មៅដាំនៅក្នុងស្រែលិចទឹកបានខែវស្សាអីលិចទឹកជំហៅណាក៏បានណាបងអាចប្រើប្រភេទអត្រាតាមបាននេះស្មៅអត្រាតាមនិងប៉ាសប៉ាឡុំខាតាឡាអំបូរតែមួយគ្រាប់វាស្រដៀងគ្នា 90% ហើយអញ្ចឹងមិនថាបងចង់បលិចទឹកក៏បានដែរឲ្យទៅដោះហើយគឺងាយស្រួលមែនតើបលិចទឹកថែមជីប្រមូលផលបានរាប់ឆ្នាំចំណេញក្នុងការចំណាយមែនតើណាបង